សូមជូនរឿងដំណាលខ្មោចអថ័ន្តផ្ទះបុរាណនៅចុងភូមិស្វាយចាស់មានផ្ទះឈើពីរជាន់មួយខ្នងដែលត្រូវបានសាងសង់ឡើងតាំងពីសម័យបារាំងមកម្ល៉េះផ្ទះនោះធំស្កឹមស្កៃមានរបងដែកច្រេះនិងដើមពោធិ៍ធំមួយដែលដុះនៅខាងមុខផ្ទះអស់រយៈពេលជាង20ឆ្នាំមកហើយដែលគ្មាននរណាហ៊ានចូលទៅរស់នៅឬចូលទៅក្នុងទីធ្លានៃផ្ទះនោះទេអ្នកភូមិហៅផ្ទះនោះថាជាផ្ទះបុរាណទុកចោលរាល់ពេលយប់នៅពេលដែលមានខ្យល់បក់ខ្លាំងគេតែងតែឮសំឡេងទ្វារបុកផុងផាំងអ្នកខ្លះថាឃើញមានស្រមោលដូចជាសម្លៀកបំពាក់ពណ៌សឈរនៅបង្អួចជាន់ទី2រីឯអ្នកខ្លះទៀតថាឮសំឡេងស្ត្រីយំស្រែកចេញពីក្នុងផ្ទះនៅពេលពាក់កណ្ដាលអាធ្រាត្រប៉ុន្តែគ្មាននរណាម្នាក់ដឹងច្បាស់ទេថារឿងទាំងនោះជារឿងពិតឬមិនពិតនោះឡើយថ្ងៃមួយមានយុវជន3នាក់ឈ្មោះថាវុទ្ធីសុភានិងរាបានជួបគ្នានៅក្នុងតូបកាហ្វេនៅក្នុងភូមិហើយពួកគេបានជជែកគ្នាពីរឿងផ្ទះបុរាណនោះខ្ញុំឮគេនិយាយពីផ្ទះទុកចោលនោះរាល់ថ្ងៃប៉ុន្តែខ្ញុំមិនដែលឃើញខ្មោចសោះវុទ្ធីបាននិយាយសុភាបានសើចតិចហើយគាត់និយាយថាប្រហែលគេគ្រាន់តែនិយាយបន្លាចគ្នានោះទេបន្ទាប់មករាបានតបទៅវិញថាបើអញ្ចឹងមែននោះយប់នេះយើងចង់ទៅមើលតែម្ដងទៅបុរសចាស់ម្នាក់ដែលអង្គុយនៅក្បែរក្មេងៗ3នាក់នោះស្ដាប់ឮហើយក៏ងាកមកនិយាយថាក្មួយកុំទៅអីផ្ទះនោះមិនមែនធម្មតាដូចដែលពួកក្មួយបានគិតនោះទេវុទ្ធីបានសួរទៅបុរសម្នាក់នោះថាហេតុអ្វីទៅអ៊ំបុរសចំណាស់នោះបានសម្លឹងមុខទៅឆ្ងាយហើយក៏បាននិយាយដំណើរថាកាលពីជាង20ឆ្នាំមុនមានគ្រូសាមួយរស់នៅទីនោះមានប្តីប្រពន្ធនិងកូនស្រីម្នាក់នៅយប់មួយគេឮសំឡេងស្រែកយ៉ាងខ្លាំងចេញពីក្នុងផ្ទះនោះមកនៅពេលព្រឹកឡើងគេឃើញផ្ទះនោះបិទជិតគ្មានមនុស្សណាម្នាក់នៅខាងក្នុងនោះទេតាំងពីថ្ងៃនោះមកផ្ទះនោះត្រូវបានគេទុកចោលរហូតមកដល់សព្វថ្ងៃពេលនោះសុភាបានសើចហើយនិយាយថារឿងចាស់ទេតាបុរសចាស់ក្រវីក្បាលហើយក៏បានបន្តទៀតថាបើពួកឯងទៅសូមប្រយ័ត្នខ្លួនផងយើងនិយាយនេះគ្រាន់តែចង់ប្រាប់ពួកឯងឲ្យដឹងតែប៉ុណ្ណោះយប់នោះម៉ោងជិត12ពួកគេទាំង3នាក់បានកាន់ពិលនិងកាមេរ៉ាដើរសម្ដៅទៅផ្ទះចាស់នោះព្រះច័ន្ទលាក់ខ្លួនក្រោយពពកខ្មៅខ្យល់ត្រជាក់បក់កាត់ដើមឈើបង្កើតឡើងជាសំឡេងស៊ូពេលទៅដល់មុខផ្ទះរបងដែកច្រេះនោះបានរង្គើដោយខ្យល់ក្រឹកវុទ្ធីរុញទ្វារចូលទ្វាររបើកយឺតជាមួយនឹងសំឡេងដុះគួរឲ្យព្រឺព្រួចនៅខាងក្នុងនៃទីធ្លាផ្ទះនោះមានធូលីក្រាស់គ្រប់ទីកន្លែងគ្រឿងសង្ហារិមចាស់នៅដដែលដូចជាមានម្ចាស់ផ្ទះទើបតែចាក់ចេញកាលពីម្សិលមិញមកអញ្ចឹងរាចាប់ផ្ដើមថតវីដេអូហើយបាននិយាយថាមើលទៅគ្មានអ្វីនោះទេនៅភ្លាមនោះស្នូមួយក៏បានបន្លឺឡើងដោយធ្វើឲ្យពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងស្នូនោះគឺជាស្នូទ្វារនៅខាងក្រៅខ្នងរបស់ពួកគេដែលបានបិទដោយពុំមានអ្នកណាបិទនោះឡើយអ្នកទាំង3បាននិយាយគ្នាថាខ្យល់ទេដឹងរួចហើយពួកគេក៏បានសម្លឹងមើលជុំវិញខ្លួនរបស់ពួកគេហើយពុំមានអ្វីនោះឡើយប៉ុន្តែខ្យល់នៅក្នុងផ្ទះហាក់ដូចជាស្ងប់ស្ងាត់ទៅវិញពួកគេ
បានឡើងចិនដាទៅជាន់ទី2នៃផ្ទះនោះហើយគ្រប់ជំហានដែលពួកគេដើរគឺបានបង្កើតសំឡេងឡើងមកឮគួរឲ្យព្រឺព្រួចខ្លាំងណាស់ពេលទៅដល់ជាន់ទី2ពួកគេប្រទះឃើញបន្ទប់មួយដែលបើកចំហចោលហើយនៅចំកណ្ដាលបន្ទប់នោះមានកៅអីឈើមួយដែលកៅអីឈើនោះមានរូបតុក្កតាចាស់មួយអង្គុយនៅពីលើធីចូលទៅជិតតុក្កតានោះហើយនិយាយថាអូនេះគឺជាតុក្កតាទេតើគាត់លើកវាឡើងយកមកមើលត្រាប់តែពេលនោះតុក្កតានោះជ្រុះចេញពីដៃគាត់ហើយបានធ្លាក់ទៅលើឥដ្ឋតែម្ដងប៉ុន្តែអ្វីដែលគួរឲ្យខ្លាចនោះគឺភ្នែករបស់តុក្កតានោះវាហាក់ដូចជាសម្លឹងមើលពួកគេដូចនោះដែរភីដកដង្ហើមវែងហើយបាននិយាយថាខ្ញុំមិនសូវស្រួលខ្លួននោះទេនៅពេលនោះពួកគេឮសំឡេងក្មេងស្រីសើចក្អឹកដោយសំឡេងនោះបានចេញពីចុងច្រករបៀងនៃផ្ទះទាំងមូលអ្នកទាំង3សម្លឹងមុខគ្នាហើយសួរគ្នាថាឮដូចខ្ញុំទេមិនទាន់មាននរណាឆ្លើយផងសំឡេងនោះក៏បានឮឡើងម្ដងទៀតលើកនេះកាន់តែជិតទៅហើយពួកគេបញ្ចាំងពិលទៅចុងរបៀងនៃផ្ទះហើយគ្មានអ្វីនោះទេប៉ុន្តែមានស្នាមជើងតូចលើធូលីហាក់ដូចជាមាននរណាម្នាក់ទើបតែដើរកាត់ទីនោះដូច្នោះឯងភ្លាមនោះកាមេរ៉ារបស់រ៉ាបានបិទដោយខ្លួនឯងអេក្រង់ក៏ចាប់ផ្ដើមងឹតបន្ទាប់មកវាបើកឡើងវិញនៅលើអេក្រង់មានរូបក្មេងស្រីម្នាក់សក់វែងឈរនៅពីក្រោយខ្នងរបស់ពួកគេពេលភ្លាមនោះរ៉ាចាប់ផ្ដើមស្រែកយ៉ាងខ្លាំងហើយនិយាយថាមើលពីក្រោយខ្នងពួកគេងាកមកក្រោយភ្លាមពេលនោះគ្មាននរណាម្នាក់នៅខាងក្រោយខ្នងរបស់ពួកគេឡើយប៉ុន្តែពេលដែលមើលកាមេរ៉ាវិញរូបនោះកាន់តែចូលមកជិតខ្នងរបស់គេទៅជិតទៅដែលក្មេងស្រីនោះមុខមាត់មានសភាពស្លេកស្លាំងភ្នែករបស់គេខ្មៅស្រអាប់ដែលមើលទៅដូចជាមិនបានដេកជាច្រើនយប់អញ្ចឹងឯងខ្យល់ត្រជាក់ខ្លាំងមួយបានបក់មកកាត់ពួកគេទាំង3ទ្វារទាំងអស់ដែលនៅក្នុងផ្ទះនៅជាន់ទី2បានបិទខ្ទប់ក្នុងពេលតែមួយឮសូរផាំងគ្រប់ទិសគ្រប់ច្រកតែម្ដងពេលនោះសុភាចាប់ផ្ដើមភ័យឡើងហើយស្រែកទៅប្រាប់អ្នកទាំងពីរថាយើងចេញទៅវិញទៅនៅទីនេះយូរមិនបាននោះទេតាមមើលទៅអ្នកទាំង3បានរត់ចុះតាមជណ្ដើរប៉ុន្តែពេលទៅដល់ជាន់ក្រោមពួកគេឃើញអ្វីមួយដែលមិនគួរមាននៅកណ្ដាលបន្ទប់ទទួលភ្ញៀវមានស្ត្រីម្នាក់អង្គុយបែរខ្នងមានសក់វែងអស់ដីសម្លៀកបំពាក់មានលក្ខណៈពណ៌សប៉ុន្តែចាស់ខ្លាំងណាស់នាងកំពុងអង្គុយយំនៅចំកណ្ដាលផ្ទះតែម្ដងនៅពេលនោះដោយសារភាពភ័យខ្លាចនិងរន្ធត់ជាខ្លាំងវុធីបានស្វែងយ៉ាងខ្លាំងនិងបានសួរទៅថានរណានៅខាងមុខនឹងស្ត្រីនោះបានឈប់យំភ្លាមពេលនោះស្ត្រីនោះឈប់យំភ្លាមហើយស្ងាត់ជ្រងំបន្ទាប់មកនាងបានងាកក្បាលមកយឺតមុខរបស់នាងស្លេកស្លាំងនិងមានភ្នែកខ្មៅទាំងសងខាងដូចជាកូនក្មេងតូចដែលបានឃើញមុននេះដូច្នោះឯងអ្នកទាំង3រត់សម្ដៅទៅទ្វារនៅខាងមុខប៉ុន្តែទ្វារបើកមិនបាននោះឡើយទោះជាពួកគេខំប្រឹងទាញយ៉ាងណាក៏នៅតែទាញមិនរួចនោះដែរនៅពេលនោះនៅពីក្រោយខ្នងរបស់ពួកគេទាំង3បានឮសំរាប់ជើងកាន់តែខិតជិតទៅពួកគេបានងាកមើលមកក្រោយស្ត្រីនោះកំពុងតែនៅឈរពីក្រោយខ្នងរបស់គេតែអ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះគឺក្មេងស្រីតូចម្នាក់ទៀតដែលកំពុងឈរនៅក្បែរនាងនោះនាងញញឹមយឺតហើយនិយាយទៅកាន់គេថានៅជាមួយពួកយើងទៅពួកយើងចង់រស់នៅជាមួយគ្នាវុធីបានបិទភ្នែកហើយទាញទ្វារអស់ពីកម្លាំង
ដែលខ្លួនមានទ្វាពេលនោះក៏បានរបើកឡើងហើយអ្នកទាំង3បានរត់ចេញពីផ្ទះដោយមិនងាកក្រោយនោះឡើយរហូតទៅដល់កណ្ដាលភូមិទើបពួកគេឈប់ដកដង្ហើមហើយព្រឹកឡើងនឹងមានការភ័យខ្លាចជាខ្លាំងម្នាក់បានបះសក់ជ្រងឡើងទៅលើព្រឹកឡើងពួកគេបានពិនិត្យវីដេអូដែលពួកគេបានថតកាលពីយប់មិញពួកគេពិបាកមើលខ្លាំងណាស់ដោយសារតែវីដេអូរបស់ពួកគេដែលបានថតនោះហាក់មានភាពរញ៉េរញ័រប៉ុន្តែនៅក្នុងចុងវីដេអូមានរូបភាពមួយប៉ុណ្ណោះដែលបានច្បាស់វាជារូបភាពស្ត្រីនិងក្មេងស្រីឈរនៅខាងមុខបង្អួចជាន់ទី2នៃផ្ទះបុរាណនោះក្រោមរូបភាពនោះមានអក្សរមួយបង្ហាញឡើងដោយមិនដឹងមកពីណានោះឡើយគឺអក្សរដែលបង្ហាញនៅលើកាមេរ៉ាដោយបង្ហាញថាកុំត្រឡប់មកទីនេះទៀតបើពួកឯងចង់សុខចាប់តាំងពីពេលនោះមកពួកគេមិនដែលហ៊ានទៅជិតផ្ទះបុរាណដែលទុកចោលនោះទៀតនោះឡើយប៉ុន្តែអ្នកភូមិមួយចំនួននៅតែនិយាយថានៅពេលរាត្រីតែងតែមានខ្យល់បក់ខ្លាំងហើយពួកគេនៅតែឃើញស្ត្រីស្លៀកពាក់សនិងក្មេងស្រីតូចម្នាក់ឈរមើលចេញពីបង្អួចនៃជាន់ទី2មកកាន់អ្នកទាំងឡាយដែលឆ្លងកាត់នៅទីនោះនាពេលយប់ដូច្នោះដែរក្មេងស្រីតូចម្នាក់ឈរមើលចេញពីបង្អួចនៃជាន់ទី2ដែលសម្លឹងមកកាន់អ្នកដែលធ្វើដំណើរកាត់ទីធ្លានៅផ្ទះនោះនាពេលយប់ហាក់ដូចជារងចាំភ្ញៀវថ្មីដែលហ៊ានចូលទៅរកអាថ៌កំបាំងនៃផ្ទះបុរាណដែលបានទុកចោលនោះរឿងដំណើរខ្មោចនៃអាថ័ន្តផ្ទះបុរាណដែលលោកអ្នកបានស្ដាប់នាពេលនេះបានចប់តែប៉ុណ្ណេះសូមអរគុណ